បើតាមតែពួកគាត់ស្ដាប់ទៅក៏បានឮគេស្រែកថាអូយឈឺណាស់អូយឈឺណាស់ឆាប់យកវាចេញពីក្នុងខ្លួនរបស់ខ្ញុំទៅខ្ញុំឈឺណាស់ម៉ែអើយខ្ញុំឈឺណាស់នៅពេលដែលគាត់សម្លឹងមើលទៅក៏បានឃើញថាមានខ្មោចរបស់នារីម្នាក់គឺកំពុងតែអង្គុយនៅខាងលើដើមឈើបើនិយាយអំពីបរិសដែលបានដេកនៅលើគ្រែនោះវិញពោះរបស់គេគឺហើមប៉ោងឡើងធំគឺស្ទើរតែផ្ទុះចេញទៅហើយសាច់រឿងនេះគឺបន្តអំពីសាច់រឿងមុនបន្តពីរឿងដែលអាក្រក់ត្រូវបានបញ្ចប់ទៅលោកមេភូមិខុនគាត់ក៏សម្រេចចិត្តថានឹងទៅលេងផ្ទះរបស់ខ្លាគាត់នៅឯភូមិខ្លាហែកព្រោះថាពួកគាត់ក៏រៀងបែកគ្នាអស់ជាច្រើនខែដែរហើយនៅពេលដែលគាត់ទៅនឹងគឺគាត់ទៅតែម្នាក់ឯងតែប៉ុណ្ណោះដំបូងគាត់ក៏ចង់បបួលអ្នកភូមិដែលជិតស្និទ្ធជាមួយនឹងគាត់ទៅជាមួយដែរក៏ប៉ុន្តែបើគិតសពទៅគាត់ទៅតែម្នាក់ឯងគឺវាងាយស្រួលជាងហើយរបស់ដែលគាត់យកទៅតាមខ្លួននោះគឺមិនសូវជាមានអ្វីច្រើនទេគឺមានត្រឹមតែថង់យាមមួយកំភ្លើងមួយដើមរួមជាមួយនឹងខោអាវ 2-3 កំភ្លេតែប៉ុណ្ណោះនៅតាមផ្លូវក្រោយពីលោកមេភូមិខុនគាត់បានបរទេះគោចេញពីភូមិរៀងឆ្ងាយគួរសមដែរហើយគាត់ក៏ឈប់សម្រាកដើម្បីឲ្យគោវាបានផឹកទឹកក៏ដូចជាឲ្យវាស៊ីស្មៅបន្តិចបន្តួចអីអញ្ចឹងទៅហើយកន្លែងដែលគាត់ឈប់សម្រាកឲ្យគោដើម្បីផឹកទឹកក៏ដូចជាឲ្យវាស៊ីស្មៅនោះគឺគ្មានកន្លែងណាក្រៅពីកន្លែងដែលគាត់រួមជាមួយនឹងប្អូនប្រុសរបស់គាត់ត្រូវបានចោលព្រៃប្លន់កាលពីលើកមុនទេវាគឺជាកន្លែងដដែលនេះឯងគ្រាន់តែថាលើកនេះគឺគ្មានចោលព្រៃឯណាហ៊ានមកប្លន់គាត់ទៀតឡើយហើយនៅពេលដែលលោកមេភូមិខុនគាត់កំពុងតែអង្គុយជក់បារីក៏ដូចជាអង្គុយមើលទេសភាពនៅជុំវិញខ្លួននោះក៏បានឮសំឡេងមួយបានបន្លឺឡើងមកយ៉ាងចម្លែកបើតាមតែគាត់ផ្ទៀងត្រចៀកស្ដាប់ទៅគឺឮដូចជាគេស្រែកហៅឲ្យគាត់ជួយយ៉ាងអញ្ចឹងក្រោយពីក្រឡេកមើលឆ្វេងស្ដាំចុះឡើងក៏មិនបានឃើញម្ចាស់សំឡេងដែរគឺគ្រាន់តែឮសំឡេងតែប៉ុណ្ណោះក៏ប៉ុន្តែបើតាមតែគាត់ផ្ទៀងត្រចៀកស្ដាប់ទៅសំឡេងដែលគេស្រែកឲ្យជួយនោះគឺឮចេញពីក្នុងទឹកមកពេលនោះដោយសារតែឆ្ងល់លោកមេភូមិខុនគាត់ក៏បានដើរទៅមើលនៅកន្លែងទឹកនោះតែម្ដងក្រោយពីដើរទៅដល់កន្លែងទឹកនោះហើយក៏មិនបានឃើញមាននរណាគេនៅក្នុងទឹកនឹងដែរគឺទឹកវាហូរធម្មតាតែប៉ុណ្ណោះដោយសារតែមិនឃើញមានអ្វីបែបនេះលោកមេភូមិខុនគាត់ក៏បំរុងតែនឹងដើរត្រឡប់មកក្រោយវិញពេលនោះក៏ស្រាប់តែឮសំឡេងរបស់នារីម្នាក់បានសើចមកពីខាងលើដើមឈើដែលនៅក្បែរមាត់ទឹកនោះនៅពេលដែលគាត់សម្លឹងមើលទៅក៏បានឃើញថាមានខ្មោចរបស់នារីម្នាក់គឺកំពុងតែអង្គុយនៅខាងលើដើមឈើភ្នែករបស់គេគឺធំខ្លាំងណាស់ហើយអណ្ដាតរបស់គេថែមទាំងលៀនធ្លាក់ចូលមកខាងក្រោមទៀតផងលោកមេភូមិខុនគ្រាន់តែឃើញបែបនេះគាត់ក៏បានចង្អុលទៅខ្មោចស្រីម្នាក់នោះហើយគាត់ក៏បាននិយាយថាចុំតើឯងមកអង្គុយធ្វើអីនៅទីនេះទំនេរណាស់មែនទេមិនដេចបានជាមកលេងយើងទាំងកណ្ដាលថ្ងៃត្រង់អញ្ចឹងឯងមិនខ្លាចយើងចាប់យកទៅត្រាំស្រាទេអីបើមិនចង់ឲ្យយើងចាប់ឯងយកទៅត្រាំស្រាទេឆាប់ចេញពីទីនេះភ្លាមទៅកុំមករញ៉េរញ៉ៃជាមួយនឹងយើងឲ្យសោះ